ស្វាគមន៍បងប្អូនមកកាន់Site ហើយចំពោះវីដេអូមួយនេះដែរគឺយើងនឹងបង្ហាញពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ Fundamental Analysis ហើយនឹងបកស្រាយថាហេតុអ្វីបានជា Fundamental Analysis ហ្នឹងគឺវាមានសារៈសំខាន់នៅក្នុងការជួញដូរអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅបកស្រាយទាំងអស់គ្នាអញ្ចឹងបងប្អូនមួយចំនួនក៏បានស្គាល់ហើយបងប្អូនមួយចំនួនប្រហែលជាអត់ទាន់បានស្គាល់ទៅលើកត្តា Fundamental Analysis ហ្នឹងទេអញ្ចឹងខ្ញុំនឹងបកស្រាយកត្តា Fundamental Analysis ហ្នឹងបើសិនជាយើងនិយាយឲ្យសាមញ្ញគឺមានន័យថាជាកត្តាដែលយើងទៅវិភាគទៅលើទិន្នន័យសេដ្ឋកិច្ចដែលវាជាកត្តាចម្បងមួយដែលបងប្អូនគួរតែយកមកប្រើប្រាស់មុនប្រើប្រាស់ Technical Analysis នៅក្នុងការជួញដូរព្រោះហេតុអីបានខ្ញុំនិយាយបែបហ្នឹងព្រោះវាមានសារៈសំខាន់មិនត្រឹមតែនៅក្នុងវិស័យ trading មួយមុខទេនៅក្នុងវិស័យណាក៏ត្រូវការ Fundamental Analysis ដែរឧទាហរណ៍ក្នុងលក្ខខណ្ឌបងប្អូនជួញដូរទៅលើដីអញ្ចឹងបើសិនជាបងប្អូនអត់បានប្រើប្រាស់ទៅលើ Fundamental Analysis ទៅវិភាគទៅលើទីតាំងភូមិសាស្ត្រតើមានការអភិវឌ្ឍនៅខាងមុខឬក៏អត់ឬមួយក៏ទីតាំងហ្នឹងមានអ្វីដែលជាសារៈសំខាន់ឬក៏អត់មានផលប៉ះពាល់អីអត់គឺបងប្អូននឹងជួញដូរទៅអាចនឹងមានវិបត្តិឧទាហរណ៍ថាបើសិនជាបងប្អូនវិនិយោគទៅលើដីដែលជាទីតាំងអប្សរាឬមួយក៏ទីតាំងដែលគេអភិរក្សមានន័យថាទីតាំងហ្នឹងគឺគេអត់មានការអភិវឌ្ឍទេមានន័យថាគេរក្សានៅទម្រង់ដើមហើយបងប្អូនគឺនឹងជួបវិបត្តិអីខ្លះគឺវិបត្តិទី1គឺវិបាកនៅក្នុងការជួញដូរហើយវិបត្តិទី2ហ្នឹងគឺតម្លៃអាចនឹងបន្តធ្លាក់ឬមួយក៏វាឡើងអត់រួចនៅក្នុងតម្លៃទេប៉ុន្តែបើសិនជាបងប្អូនបានសិក្សាលើទីតាំងភូមិសាស្ត្រដែលជា Fundamental Analysis សំខាន់ហ្នឹងថាគម្រោងដែលបងប្អូនបានទិញហ្នឹងនៅថ្ងៃខាងមុខហ្នឹងគឺមានគម្រោងអភិវឌ្ឍជាច្រើនដូចជាឧទាហរណ៍ដូចជាអាចថាគម្រោងអភិវឌ្ឍពង្រីកផ្លូវឬមួយក៏ប្រព័ន្ធទឹកប្រព័ន្ធភ្លើងអញ្ចឹងគឺតម្លៃនៅពេលដែលគម្រោងទាំងអស់ហ្នឹងបានប្រារព្ធធ្វើរួចរាល់គឺតម្លៃដីហ្នឹងគឺអាចឡើងថ្លៃហើយបងប្អូននឹងទទួលបានផលចំណេញជាក់ស្ដែងបើសិនជាបងប្អូនយក Fundamental Analysis មក apply ទៅលើ trading ឬមួយក៏ការជួញដូររូបិយប័ត្រឬមួយក៏ជួញដូរមាស crypto អីក៏ដោយបងប្អូននឹងទទួលបានផលប្រយោជន៍ច្រើនព្រោះបងប្អូនទទួលបានទិន្នន័យសំខាន់ដែលជួយជំរុញបងប្អូននៅក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវបានហ្នឹងអញ្ចឹងការប្រើប្រាស់ technical គឺវាគ្រាន់តែជាកត្តាមួយដែលបង្ហាញពីប្រវត្តិសាស្ត្រដើម្បីឲ្យបងប្អូនដឹងថាតម្លៃណាឬមួយក៏តំបន់ណាដែលបងប្អូនអាចជួញដូរនៅក្នុងការទិញទៅបានតម្លៃល្អឬមួយក៏លក់ទៅនៅក្នុងតម្លៃល្អដោយពឹងផ្អែកកត្តា fundamental មកប្រាប់បងប្អូនពីលំហូរអញ្ចឹងជាក់ស្ដែងឧទាហរណ៍នៅលើកត្តាមាសជាក់ស្ដែងប្រហែលរយៈគឺពេលក្រោយនេះគឺយើងឃើញបែបម៉េចបើសិនជាបងប្អូនពឹងផ្អែកតែលើកត្តា technical គឺបងប្អូននឹងអាចជួបគ្រោះថ្នាក់ដែលជាក់ស្ដែងគឺខ្ញុំមើលទៅលើទិន្នន័យគឺឃើញថាមានអ្នក liquidate ដែលបានជួញដូរដោយការសតមាសគឺច្រើនសន្ធឹកសន្ធាប់អញ្ចឹងគឺដោយសារហេតុអីព្រោះដោយសារគាត់ពឹងផ្អែកតែកត្តា technical គាត់ឃើញថាតំបន់ដែលជា resistant ឬមួយក៏តំបន់ដែលធ្លាប់មានការលក់ពីមុនច្រើនហ្នឹងគឺគាត់ព្យាយាមលក់នៅកន្លែងហ្នឹងដដែលគាត់អត់បានទៅតាមកត្តា fundamental ទេអញ្ចឹងជាហេតុដែលធ្វើឲ្យវាបែកតំបន់ហ្នឹងមួយសារហើយមួយសារទៀតហើយបងប្អូនគឺជាប់នៅអាកត្តាដែលជា trap របស់គេនៅក្នុងទីផ្សារហ្នឹងដដែលច្រើនដងព្រោះមួយរយៈនេះគឺការបែក all time high គឺមិនមែនតែម្ដងទេគឺរាប់សឹងតែមិនអស់ហើយក្នុងរយៈពេលក្រោយនេះអញ្ចឹងជាហេតុដែលធ្វើឲ្យមានការ liquidate ច្រើនហ្នឹងប៉ុន្តែបើសិនជាបងប្អូនដែលបានប្រើប្រាស់ទៅលើ fundamental analysis បានត្រឹមត្រូវដឹងថាកត្តាអីដែលជាកត្តារុញឲ្យតម្លៃមាសនៅតែបន្តកើនឡើងគឺបងប្អូនទទួលបានផលចំណេញព្រោះកត្តាដែលរុញចម្បងជាគេដំបូងដែលធ្វើឲ្យមាសបន្តបែក all time high ហ្នឹងគឺកត្តាសង្គ្រាមរវាងរុស្ស៊ីអ៊ុក្រែនដែលមានការលូកដៃជួយពីសំណាក់សហរដ្ឋអាមេរិកហើយក្រោយមកក៏មានការមិនច្បាស់លាស់នៅក្នុងការដឹកនាំរបស់ត្រាំអញ្ចឹងវានៅតែបន្តធ្វើឲ្យមានកត្តារុញតម្លៃមាសទៅលើរហូតអញ្ចឹងបើសិនជាបងប្អូនបានតាមដឹងពីកត្តាសង្គមគិច្ចឬមួយកត្តានយោបាយសេដ្ឋកិច្ចបែបហ្នឹងគឺបងប្អូនពឹងតែ technical គឺអាចគ្រោះថ្នាក់អញ្ចឹងចំណុចដែលខ្ញុំនឹងចែករំលែកថ្ងៃនេះគឺខ្ញុំគ្រាន់តែចែករំលែកជា tip ហើយវិធីសាស្ត្រនៅក្នុងការវិភាគទៅលើ analyze fundamental analyze របស់ខ្ញុំហ្នឹងគឺខ្ញុំពឹងផ្អែកទៅលើកត្តាអីខ្លះគឺខ្ញុំនឹងបង្ហាញនៅក្នុងថ្ងៃហ្នឹងជាត្រួសហើយចំពោះវីដេអូបន្ទាប់ខ្ញុំនឹងព្យាយាមចែករំលែកឲ្យ
អញ្ចឹងគឺយើងចូលទៅមើលក្នុង website ដែលខ្ញុំតែងប្រើប្រាស់ចម្បងជាងគេហ្នឹងគឺខ្ញុំប្រើ website មួយឈ្មោះ Coinfin ហើយ website នេះគឺខ្ញុំបង្ហាញលើ screen ជាក់ស្ដែងហ្នឹងគឺមានបង្ហាញទិន្នន័យជាច្រើនដែលតាក់ទងនឹងប្រទេសធំៗវាមានប្រទេសអាមេរិក អាល្លឺម៉ង់ អង់គ្លេស ស្ប៉េននិយាយទៅគឺប្រទេសដែលមានសន្ទុះនៅក្នុងការសេដ្ឋកិច្ចល្អហ្នឹងហើយសន្ទុះសេដ្ឋកិច្ចដែលធំហ្នឹងគឺមានផ្សាយនៅក្នុងទាំងអស់អញ្ចឹងគឺយើងអាចចូលមើលបានថាបច្ចុប្បន្នសេដ្ឋកិច្ចប្រទេសនីមួយៗហ្នឹងកំពុងតែជួបវិបត្តិឬមួយក៏សេដ្ឋកិច្ចហ្នឹងកំពុងតែដើរល្អអញ្ចឹងនៅក្នុងលក្ខខណ្ឌដែលខ្ញុំជួញដូរមាសគឺខ្ញុំតែងជួញដូរមាសទាប$1អញ្ចឹងគឺខ្ញុំតែងតាមដានទៅលើទិន្នន័យសេដ្ឋកិច្ចនៅអាមេរិកច្រើនហើយជាក់ស្ដែងគឺខ្ញុំអាចមើលទៅលើកត្តាច្រើនទៅលើ sector ផ្សេងៗដូចជា sector technology community តកតូននឹង real estate energy អីផ្សេងៗគឺខ្ញុំអាចមើលនៅក្នុងនឹងបាននៅលើ dashboard ហ្នឹងតែមួយអញ្ចឹងខ្ញុំអាចដឹងបានថា pair ដែលខ្ញុំជួញដូរហ្នឹងគឺកំពុងតែក្រោមសម្ពាធបែបណាឧទាហរណ៍ថាបើសិនជាខ្ញុំជួញដូរទៅលើ index ដែលជា Nasdaq ដែលជាបណ្ដុំក្រុមហ៊ុនដែលផ្ដោតទៅលើ technology គឺខ្ញុំមើលទៅលើ industry ដែលតាក់ទង technology អញ្ចឹងបើសិនជា technology ពេលហ្នឹងមានការប្រសើរល្អអញ្ចឹងគឺលំហូរនៃ Nasdaq គឺប្រកាសជា bullish ហើយអញ្ចឹងអាហ្នឹងគឺខ្ញុំតាមបែបហ្នឹងប៉ុន្តែក៏វាមិនទាន់អស់ដែរគឺខ្ញុំអាចមើលទៅលើកត្តា market news ផ្សេងៗដែលនៅក្នុងហ្នឹងគឺវាប្រមូលផ្ដុំមកទាំងអស់ដែលយើងអាចឃើញជា top news global market corporation event industry ឬមួយក៏ macro អីផ្សេងៗអញ្ចឹងអាហ្នឹងគឺជាបណ្ដុំព័ត៌មានសំខាន់ដែលយើងអាចចូលទៅ source មើលបានប៉ុន្តែវាអាចនិយាយបានថាវារៀង advance សម្រាប់បងប្អូនប៉ុន្តែវាក៏មានចំណុចមួយចំនួនដែលជួយបងប្អូនបានច្រើនបើសិនជាបងប្អូនបានស្វែងយល់ឲ្យស៊ីជម្រៅទៅលើការប្រើប្រាស់វាប៉ុន្តែជាក់ស្ដែងគឺខ្ញុំមាន website មួយទៀតដែលខ្ញុំប្រើប្រាស់គឺ website Bhop គឺ website ហ្នឹងគឺវាជួយបងប្អូនប្រជាជនកម្ពុជាយើងបានច្រើនដោយសារវាបង្ហាញពីទិន្នន័យសេដ្ឋកិច្ចជូនបងប្អូនហ្នឹងគឺ fundamental analysis ហ្នឹងគឺសរសេរជាខ្មែរហើយទី2គឺបង្ហាញពីកត្តាប៉ះពាល់តើវា bullish មួយក៏ bearish អញ្ចឹងនៅក្នុងលក្ខខណ្ឌការចេញផ្សាយនេះគឺយើងសរសេរជាខ្មែរហើយមានបង្ហាញទៅលើកន្លែងនេះថា bullish impact ឬមួយក៏ bearish impact អញ្ចឹងបងប្អូនដែលគាត់អត់សូវយល់ពីការវិភាគសេដ្ឋកិច្ចគឺងាយស្រួលមែនទែនគាត់ថាជាបច្ចុប្បន្នភាពគឺការចេញផ្សាយទៅលើ fundamental analysis ទាំងអស់ហ្នឹងគឺជាភាសាខ្មែរមែនប៉ុន្តែមានសម្រាប់តែមាសតែប៉ុណ្ណឹងអញ្ចឹងសម្រាប់អ្នកដែលជួញដូរ pair ផ្សេងៗគឺប្រហែលជាអាចមាននៅក្នុងការ upgrade ផ្សេងៗនៅបន្តខាងមុខទៀតប៉ុន្តែកំឡុងពេលបច្ចុប្បន្នសម្រាប់អ្នកជួញដូរមាសគឺបងប្អូនអាចចូលទៅអានគឺវាល្អមែនទែនហើយជាក់ស្ដែងគឺព័ត៌មានទាំងអស់ហ្នឹងគឺសរសេរដោយ free ដោយបងប្អូនចូលទៅ website ដែលខ្ញុំតម្លាក់ link នៅក្នុងខាងក្រោមហើយ register ទៅគឺបងប្អូនអាចចូលទៅមើលព័ត៌មានទាំងអស់ហ្នឹងដោយសេរីអត់មានគិតថ្លៃអីទេអញ្ចឹងព័ត៌មានហ្នឹងគឺបង្ហាញបានល្អមែនទែនដែលខ្ញុំតាមដានមួយរយៈហ្នឹងគឺអឺគេទៅសេមកគឺបង្ហាញពីកត្តាដែលចេញផ្សាយហើយបកស្រាយលម្អិតថាកត្តាហ្នឹងវាផលប៉ះពាល់បែបម៉េចអញ្ចឹងគឺអាចជាមេរៀនជូនបងប្អូនដើម្បីងាយស្រួលនៅក្នុងការតាមដានដោយខ្លួនឯងថ្ងៃក្រោយឬមួយក៏បងប្អូនងាយស្រួលនៅក្នុងការវិភាគភ្លាមៗទិន្នន័យដែលចេញភ្លាមៗហ្នឹងតើវាប៉ះពាល់ទៅខាងទំនោរទៅអ្នកទិញឬមួយក៏អ្នកលក់អញ្ចឹងចំពោះវីដេអូថ្ងៃហ្នឹងគឺខ្ញុំព្យាយាមធ្វើឲ្យខ្លីប៉ុណ្្នឹងទេហើយចំពោះការវិភាគលម្អិតទៅលើ fundamental ឬមួយក៏ការបង្រៀនទៅលើការប្រើប្រាស់ fundamental analysis ឲ្យលម្អិតគឺខ្ញុំនឹងព្យាយាមទម្លាក់វីដេអូនៅក្រោយៗទៀតអញ្ចឹងបើសិនជាបងប្អូនចង់បានមេរៀនឬមួយក៏ជាការចែករំលែកផ្សេងៗពីខ្ញុំអញ្ចឹងសូមចូលរួមជួយ subscribe ឬមួយក៏ follow like share ទៅលើ social media ទាំងប្រមាណរបស់ខ្ញុំដើម្បីជាកម្លាំងចិត្តនៅក្នុងការបន្តចែករំលែករបស់ខ្ញុំអរគុណច្រើនហើយជួបគ្នានៅក្នុងវីដេអូក្រោយ